ai đăng thà niên cứ xì lưuរបស់អញទេai đăngទេអើយសុំទោសចុះខ្ញុំគ្មានវាសនាទេសូមលោកឲ្យមកខ្ញុំវិញមកបាត់គ្មានវាសនាទេកុំគូផ្ដេផ្ដាអញ្ចឹងឲ្យសោះណាអញមិនអាចមិនឲ្យឯងភ្លឺភ្នែកបាននោះទេឥឡូវរៀនតាមទៅណែនេះបានហៅថាគំនូណែឃើញទេអូយចំជាមានអ្នកខ្លាំងហើយនៅមានខ្លាំងជាងនេះទៀតភ្នំខ្ពស់នៅមានភ្នំមួយខ្ពស់មែនខ្ញុំសុំចុះចាញ់ឲ្យមកទាំងអស់គ្នាមើលឥឡូវឯងដឹងថាអ្វីដែលហៅគំនូហើយនៅមិនត្រឹមតែលួចខ្ជិលទេដណ្ដើមស្រីរបស់អញទៀតវាយវាទៅវាយដល់ដាក់ពួកឯងជប់វាយទៅបើឯងមិនជប់ទេខ្ញុំទៅជម្រាបអ្នកស្រីហើយណាជប់សិនវៃយល់ដល់មុខបងឈីវសៀនទៅយោតើពួកយើងតោះទៅវិញតោះស្លាប់ហើយណែនៅទេថ្ងៃណាមិនទាន់បកគោខ្លែងដល់បងឈីវសៀនផ្ទាល់ដៃគឺដាច់ខាតមិនស្លាប់ទេបងឈីវសៀនពួកយើងតែគ្មានងាយយ៉ាងនេះទេឯងធ្វើឲ្យខ្លែងយើងរហ័យខៃយើងទៅវាយទៅសំណាងដែរដែលខ្ញុំបដូរជីវិតខំបាំងមុខទៅមុខសង្ហារបស់ខ្ញុំនេះអាសាគង់វងយប់នេះខ្ញុំត្រូវតែរកឱកាសបញ្ជាក់ប្រាប់នាងថាចាំមើលឈីវសៀងនាងរំភើបចិត្តចំពោះខ្ញុំទេពេលនេះហ៎អូយអ្នកណាគេបាយខ្ញុំហ្នឹងខ្ញុំគឺសេលីរហស្សនាមថាស្រាប់ដាច់គេគ្មានតកលស្នងគឺបងហ៎មានរឿងអីទាស់តែខ្ញុំបាយអញហេតុអីទៅហេតុអីហ៎ព្រោះឯងលួចគោរពខ្ញុំលួចស្រឡាញ់ខ្ញុំឥឡូវគេដឹងទាំងអស់គ្នាហើយតើខ្ញុំមានមុខមាត់ឯណាទៅជួបគេទៀតខ្ញុំគួរតែស្លាប់ទៅវាប្រសើរជាងណាហើយចុះខ្ញុំមានចំទាស់អីឯងប្រកាសជាថាល្អហើយហ៎ឯងចង់ស្លាប់ជាមួយខ្ញុំធ្វើជាលលកនេះឈ្មោះទាំងគូហ៎ខ្ញុំវាយខ្ញុំគ្មានយកព្រមទទួលស្នេហាពីឯងទេបងស៊ីលីវយកច្រឡំហើយការពិតខ្ញុំចាត់ទុកបងដូចជាម៉ែរបស់ខ្ញុំមកកើអញ្ចឹងណាម៉ែអញបែរជាស្រឡាញ់ញ៉ាំអញទៅវិញព្រះអើយរឿងមហាក្របបង្កប់បីនឹងព្រះយ៉ាងនេះគួរឲ្យរំភើបដល់ហើយណាខ្ញុំពីដើមមកមិនដែលសាទេណាខ្ញុំមានការតាន់តឹងតិចមកឆាប់ឡើងមកបងឯងឈួតទេអីហើយម៉ែជប់និយាយទៀតទៅឆាប់មកចាត់ការទៅឆាប់ឡើងកុំនៅនិយាយច្រើនពេកឲ្យឆាប់គ្រាន់តែមកដល់ភ្លាមជួបរឿងសយចង្រៃមែនណាហ្មងជន់បានល្អណាស់នេះណែបងលបងសំណាងណាថ្ងៃនេះឮថាកន្លែងនេះមានស្រី4នាក់ស្អាតអស្ចារ្យប៉ុន្តែមានឈ្មោះឈីវសៀងនោះស្អាតជាងគេទុកឲ្យបងហើយឈីវសៀងប្រកាសជាទុកឲ្យលោកបងហើយប្រកាសជាអញ្ចឹងហើយលបងអញ្ចឹងម្នាក់នេះគិតយ៉ាងម៉េចឆ្កែប្រុសស្រីនៅទីនេះមិនបាច់សម្លាប់វាទេគ្រាន់តែធ្វើឲ្យស្លាប់បានហើយល្អអញ្ចឹងណែអ្នកទាំង4ជាអ្នកក្លាហានល្បីឈ្មោះនៅជាណានមែនទេពិតមែនហើយយើងទាំង4ល្បីឈ្មោះខាងចាប់ស្រីឡនណាមានសិនមិនខ្លាចភ្លើងខ្ញុំនេះគឺរហស្សនាមថាបរោះមុខគុជជាកូននឹងខៅម្នាក់ឈ្មោះថាចៅបាក់ថោដោយចំដែរលឺសម្លាញ់តូចថានេះសូម្បីតែតំណែងធនហ្នឹងក៏ស៊ីដែរឈ្មោះថាកូននឹងខៅដូចជាមិនសមទាល់តែសោះគ្រាន់បើដែររលួយជាហ្នឹងក៏ខ្ញុំស៊ីដែរបើអញ្ចឹងខ្ញុំត្រូវហៅឯលោកបងហើយនេះអូមិនហ៊ានទេបាញ់មិញខ្ញុំឮលោកទាំងអស់គ្នាថាចង់ចូលទៅលេងឈីវសៀងមែនទេបើអញ្ចឹងខ្ញុំនាំផ្លូវឯងចង់ចូលទៅលេខទី2អញ្ចឹងឯងនាំផ្លូវចុះណាតោះជូតជើងជាបានស្អាតផងវ៉ៃមែនឡើងចុះបាត់អាកូនតថៅនោះទៅហើយឆាប់រកវាឲ្យនាំផ្លូវយើងភ្លាមទៅរកឃើញហើយតែ527អញចូលមកធ្វើអីអូយរឿងធំហើយនៅខាងក្រៅមានគេប្រមាណអ្នកចង់រំលោភអ្នកនាងខ្ញុំដូចជាខ្លាចដល់ហើយអញ្ចឹងគិតយ៉ាងម៉េចទៅខ្ញុំមិនឆោតពួកវាចេញទៅហើយកន្លែងនេះធំម្លឹងវារកមិនឃើញទេខ្ញុំយល់ថាតែបានតែឈាមច្មោះនេះគឺខ្ញុំបដូរដើម្បីអ្នកនាងឈីវសៀងស្រាប់ទៅមានអីគួរឲ្យស្ដាយឥឡូវឆាប់ទៅជាមួយខ្ញុំរកកន្លែងណាដែលពួនឲ្យបានស្រួលតិចលោវាមកទៅមិនពីវធំឲ្យទេខ្ញុំអត់អីទេឈប់សិនចុះខ្លួនឯងមិនមែនជាចោរព្រានទេអូយការពិតខ្ញុំជាចោរប៉ុន្តែមិនមែនជាចោរព្រានទេចាត់ទុកថាជាចោរលួចចិត្តទៅចោរខ្ញុំមិនរវល់ថាឯងជាចោរអីទេតែថ្ងៃក្រោយឈប់ប្រាល្បិចទៀតទៅឬទេខ្ញុំភ័យទ្រាំនឹងអញណាអ្នកនាងឈីវសៀងអ្នកនាងចោរខ្ញុំនេះថ្ងៃក្រោយគង់ស្ដាយក្រោយជាមិនខានប៉ុន្តែមិននិយាយទេតោះយើងទៅនឹងមកទៅមកបានហើយបើសិនជាក្នុងផ្ទះមានចាំមែនហេតុអីមិនទៅជម្រាបលោកស្រីចូលមកបន្ទប់ខ្ញុំធ្វើអីដែរ
ឯងកុំស្មានដល់ធ្លាប់បានរៀនសូត្របន្តិចដាបដកស្រីនោះខ្ញុំប្រាប់ឯងទៅចោះប្រុសក្រមិនសំខាន់ទេតែត្រូវមានកំណត់មានចំណេះបើមិនអញ្ចឹងទេទោះជារៀនអស់មួយជីវិតក៏គ្រាន់តែជាជនពិការតែប៉ុណ្ណោះទេអើយនិយាយបានល្អណាស់ខ្ញុំជាកូនប្រុសទ្រូង5ហាត់ស្ដាប់សម្ដីរបស់នាងពេលណាគួរតែដេញធាក់នឹងជេរនេះឆ្អែតប៉ុន្តែខ្ញុំមិនធ្វើដូច្នេះទេប្រហែលជានាងនិយាយត្រូវខ្ញុំជាជនពិការឯងមិនស្គាល់នឹងជនពិការផងគួរតែជាចោលឆ្កែទេជេរបានពីរោះណា